ការផលិតជីសរីរាង្គផ្សំពីផ្លែឈើដំណើរការនៃការធ្វើជីផ្សំពីផ្លែឈើទី1សម្ភារៈត្រូវមានកាំបិតជ្រុនតង់ក្រាលចានដែកធុងជ័រមានគ្របឈើគោនិងវត្ថុធាតុដើមទី2វត្ថុធាតុដើមសម្រាប់ធ្វើទឹកជីចំនួន10លីត្រស្កររមូ3លីត្រល្ពៅទុំ2គីឡូក្រាមល្ហុងទុំ2គីឡូក្រាមចេកទុំ4គីឡូម្នះទុំ2គីឡូក្រាមទឹក10លីត្រមេជីទឹកកន្លះលីត្រចំនួនវត្ថុធាតុដើមអាចប្រែប្រួលទៅតាមចំនួនដែលយើងចង់ធ្វើរបៀបធ្វើយកវត្ថុធាតុដើមល្ពៅទុំល្ហុងទុំចេកទុំម្នះទុំកាប់ចិញ្ច្រាំឲ្យម៉ត់លាយបញ្ចូលគ្នាហើយយកទៅដាក់ក្នុងចានដែកលាយជាមួយស្កររងូច្របល់ឲ្យសព្វរួចដាក់ចូលធុងបន្ទាប់មកចាក់មេជីទឹករួចកូរវាឲ្យសព្វរួចចាក់ទឹកចូលចំនួន10លីត្រហើយគ្របឲ្យជិតរក្សានៅកន្លែងម្លប់ត្រជាក់ទុករយៈពេល15ទៅ20ថ្ងៃអាចប្រើបាន1ទៅ2ថ្ងៃកូរម្ដងរបៀបប្រើទឹកជី1លីត្រលាយទឹកធម្មតា500លីត្រកូនដំណាំមានអាយុ5ទៅ10ថ្ងៃទឹកជី1លីត្រលាយទឹកធម្មតា400លីត្រដំណាំមានអាយុ15ទៅ20ថ្ងៃទឹកជី1លីត្រលាយទឹកធម្មតា100លីត្រដំណាំមានអាយុ21ថ្ងៃដល់ប្រមូលផលទឹកជីអាចបាញ់ទៅលើដីនៅពេលរៀបចំដីមុនដាំជួយបង្កើនជីជាតិដីជួយបំបែកសារធាតុសរីរាង្គនៅក្នុងដីទៅជាសារធាតុអសរីរាង្គដែលដំណាំអាចស្រូបយកបានប្រភេទជីទឹកផ្សំពីផ្លែឈើនេះជាចំណីពពួកមីក្រូសារពាង្គកាយជួយបំបត្តិក្លិនស្អុយមានប្រសិទ្ធភាពខ្ពស់លើដំណាំផ្លែវាក៏មានប្រសិទ្ធភាពក្នុងការបណ្ដេញសត្វល្អិតដែរ